ជាតិសហបរិយនិងជប៉ុនចំណាយពេលធ្វើការងារនៅការិយាល័យទឹកបំផុតនៅអាស៊ីការស្ទង់មតិមួយបានបង្ហាញថាបុគ្គលិកនិងអ្នកផ្ដល់សេវាកម្មនៅប្រទេសសហបរិយនិងជប៉ុនបាននាំមុខគេនៅអាស៊ីក្នុងការអនុវត្តការងារប្រកបដោយភាពបត់បែនខ្ពស់ពោលគឺជនជាតិសហបរិយនិងជប៉ុនបានចំណាយពេលតិចតួចនៅការិយាល័យតែការបំពេញការងាររបស់ពួកគេនៅតែមានប្រសិទ្ធភាពខ្ពស់នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ការស្ទង់មតិរបស់ក្រុមហ៊ុនជ្រើសរើសបុគ្គលិកមួយបានបង្ហាញថាស្ទើរ 45% នៃភ្នាក់ងារផ្ដល់សេវាកម្មនៅក្នុងប្រទេសសិង្ហបុរីបានចំណាយពេលនៅការិយាល័យត្រឹមតែ4ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ឬតិចជាងនេះខណៈ 32% ធ្វើការងារនៅការិយាល័យរយៈពេល3ថ្ងៃក្នុងមួយសប្តាហ៍ចំណែកនៅប្រទេសជប៉ុនឯណោះវិញក្រុមហ៊ុនច្រើនជាង 40% តម្រូវឲ្យបុគ្គលិករបស់ពួកគេធ្វើការ4ថ្ងៃឬតិចជាងនេះនៅការិយាល័យតាមរយៈលទ្ធផលនេះជំរុញឲ្យក្រុមហ៊ុននេះវាតម្លៃថាបទដ្ឋានការងារបែបប្រពៃណីត្រូវបានកែតម្រង់នៅក្នុងប្រទេសសិង្ហបុរីនិងប្រទេសជប៉ុនក្រុមហ៊ុនខាងលើបានអះអាងថាបច្ចុប្បន្ននៅប្រទេសសិង្ហបុរីនិងជប៉ុនមានអ្នកជំនាញតិចជាង 0.4% ដែលចំណាយពេលពេញមួយសប្តាហ៍ធ្វើការរបស់ពួកគេនៅក្នុងការិយាល័យនេះគឺជាគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់តុល្យភាពជីវិតនិងការងារដើម្បីជួយពង្រឹងការផ្លាស់ប្ដូរទៅរកការរៀបចំការងារដែលមានភាពបត់បែនកាន់តែច្រើនស្ថានភាពនៅសិង្ហបុរីនិងជប៉ុនខុសពីនៅប្រទេសចិនដែលទាមទារឲ្យបុគ្គលិកត្រូវតែធ្វើការនៅក្នុងការិយាល័យស្ថិតិបានឲ្យដឹងថាក្រុមហ៊ុនជាង 60% នៅក្នុងប្រទេសចិនតម្រូវឲ្យបុគ្គលិកធ្វើការនៅនឹងកន្លែងយ៉ាងហោចណាស់5ថ្ងៃក្នុងមួយសប្តាហ៍បែបបទការងារបែបនេះក៏កំពុងដំណើរការនៅក្នុងក្រុមហ៊ុនជាច្រើននៅហុងកុងម៉ាឡេស៊ីនិងថៃផងដែរអានដោយសំឡេងសព្វនិមិត្តសារិកា AI